ចៅហ្វាយរបស់នេះប្រើប្រាស់វាដោយរបៀបណាទៅនេះហៅថាកម្មជ្រួចឈូយ៉ានឃើញប្រអប់តូចនឹងទេនោះហៅថាដែលកេះការពារខ្យល់ចុចតែមួយវានឹងបញ្ចេញភ្លើងឯងយកមួយទៅអុជខ្សែភ្លើងរួចរត់ឲ្យឆ្ងាយតាមដែលអាចធ្វើទៅបានរបស់បង្កាត់ភ្លើងនេះអស្ចារ្យណាស់មិនបាច់ប្រើដែកខាត់ឬឃុំឈើទេគ្រាន់តែប្រើកម្លាំងម្រាមដៃមួយក៏អាចបង្កាត់ភ្លើងបានដែរថយក្រោយឲ្យលឿននេះគឺទេវតាខឹងហើយនេះជាទុនកម្មរបស់សុក្រានេះជាផ្កាទេវតានៃឋានស៊ូក៏ស្អាតខ្លាំងណាស់គួរឲ្យខ្លាចខ្លាំងណាស់ម៉ែថ្លៃឲ្យប្រសិនបើកម្លាំងនេះធ្លាក់ចំចំណោមមនុស្សទោះបីជាពាក់អាវក្រោះដែកក៏ប្រហែលជាត្រូវផ្ទុះខ្ទេចទៅជាភេទដែរចៅហ្វាយវត្ថុស័ក្តិសិទ្ធិបែបនេះលោកប្រគល់ឲ្យពួកយើងបែបនេះមែនទេកំទេចផែនដីស្អីទៅរបស់នេះគ្រាន់តែប្រើសម្រាប់ស្ដាប់សំឡេងផ្ទុះប៉ុណ្ណោះប៉ុន្តែបើប្រើសម្រាប់បំភ័យមនុស្សវាពិតជាឧបករណ៍ស័ក្តិសិទ្ធិមែនចៅហ្វាយសំឡេងនេះខ្លាំងពេកហើយពេលផ្ទុះអំបញ្ញមិញខ្ញុំមានអារម្មណ៍ថាលោកយាយទូតរបស់ខ្ញុំកំពុងហៅខ្ញុំពីខាងក្រោមហើយប៉ុន្តែនឹងមានអីទៅខ្ញុំបានផ្ញើទៅឲ្យពួកឯង1លានដើមដល់ថ្ងៃនោះពួកឯងរៀបជាជួររួចបាញ់តម្រង់ទៅលើក្បាលសត្រូវបាញ់ឲ្យអស់ទើបឈប់ទទួលបញ្ជាមានឧបករណ៍ស័ក្តិសិទ្ធិបែបនេះទោះបីជារាជវាំងបញ្ជូនតបរាប់លានអ្នកមកក៏ខ្ញុំអាចធ្វើឲ្យពួកគេដកថយដោយមិនបាច់ច្បាំងដែរកុំប្រញាប់សប្បាយចិត្តពេករឿងល្អនៅមាននៅខាងក្រោយទៀតឃើញក្រុងដៃធំនោះទេនោះហៅថាដ្រូនឈ្មោះកូដទាហានស៊ូកូលេខ1ឈូយ៉ាននាងមកសាករៀនបញ្ជាវាដោយផ្ទាល់ទៅត្រូវហើយគឺប្រអប់ខ្មៅដែលមានដងបញ្ជាតូចពីរនឹងឯងរុញដងបញ្ជាខាងឆ្វេងឡើងលើយឺតកុំបង្ខំពេកហោះឡើងហើយម៉ែឲ្យអាវុធទេវតាឈួតហើយប្រញាប់មកកាន់ដងបញ្ជាប្រញាប់រើសប្រអប់នឹងឡើងមកហាអស់សំណើចខ្លាំងណាស់រុញយឺតរបស់នេះវាលឿនណាស់ពួកឯងហាត់បន្ថែមទៀតទៅចាំស្ទាត់ហើយខ្ញុំនឹងប្រាប់ពីវិធីបង្អត់ភ្លៀងរីការកឃើញតបសត្រូវយ៉ាងច្រើននៅទីខាងត្បូងប៉ាន់ស្មានចំនួនមិនតិចជាង 10,000 នាក់ទេតប 10,000 នាក់ទីបំផុតមកដល់ហើយពេលរាជវាំងច្បាំងនឹងតបព្រៃបែរជាខ្លាចដូចអណ្ដើកតែដល់ពេលកំចាត់មនុស្សខ្លួនឯងបែរជាហ៊ានចំណាយទុនច្រើនណាស់មេតបហាងមើលចុះនោះហើយជាច្រកលោហិតនាងមេធ្មុកឈូយ៉ានច្បាស់ជាកំពុងប្រើមន្តអាគមនៅក្នុងក្រុងហើយនិយាយមិនសមហេតុផលលោកម្ចាស់វាងលោកមិនសូវស្គាល់ពិភពលោកខាងក្រៅត្រូវគេប្រើល្បិចបោកប្រាស់បំភ័យបែបនេះក៏ជារឿងធម្មតាដែរតែខ្ញុំកន្លងការប្រយុទ្ធរាប់រយដងមកហើយមើលកំពែងក្រុងនោះចុះខ្មៅស្រអាប់សំបីតែចន្លោះឥតមួយដុំក៏មើលមិនឃើញដែរតប 10,000 នាក់គ្រាន់តែស្ដោះទឹកមាត់ម្នាក់មួយម៉ាត់ក៏អាចលេចក្រុងកំពេចកំពកនេះបាត់ទៅហើយនរណានៅទីនេះទៅប្រាប់ឈូយ៉ានឲ្យបើកទ្វារក្រុងចុះចាញ់ភ្លាមបើមិនដូច្នោះទេមេតបរូបនេះនឹងកិនកំទេចច្រកលោហិតនេះមិនឲ្យសល់សំបីតែស្មៅមួយសរសៃឡើយខាងមុខកំពុងការដ្ឋានសូមប្រុងប្រយ័ត្នមនុស្សមិនពាក់ព័ន្ធសូមកុំចូលចិត្តអ្នកល្មើសត្រូវទទួលខុសត្រូវខ្លួនឯងនេះមានន័យថាម៉េចការដ្ឋានមានន័យថាម៉េចទៅពួកមនុស្សល្ងងស្ដាប់ឲ្យច្បាស់ចូលមកទីនេះមកក្រអឺតក្រទុំណាស់ពិតជាក្រអឺតក្រទុំហួសហេតុបញ្ជូនបញ្ជាខ្ញុំតបទាំងអស់រៀបជាជួរត្រៀមកិនពួកគេឲ្យคล้ายជាសាច់ច្រងមេតបសត្រូវមានគ្នាច្រើនពេកហើយពួកយើងប្រហែលជាការពីមិនចប់ទេមើលទៅចៅហ្វាយត្រីបានចូលសំណាញ់ហើយតបធំចាប់ដើមវីលុកក្រុងហើយទទួលដំណឹង over តម្លើងកម្រិតសម្លេងឲ្យខ្លាំងបំផុតចាក់បទភឺថាភឺលីជាមួយធေါ်អប់រំចិត្តដាក់បែកត្រចៀកឲ្យខ្ញុំឲ្យយន្តហោះដ្រូនធានពីងលេខ1ហោះឡើងលើអាកាសទាំងអស់ទទួលបញ្ជាចាប់ផ្ដើមតើនេះជាតន្ត្រីបេសាចស្អីហ្នឹងក្បាលខ្ញុំប្រេះបែកហើយតើនេះជាសម្លេងធម៌ព្រះពុទ្ធមែនទេមិនមែនទេនេះជាសម្លេងស្ថានសុខព្រះអើយតើនេះជាទេវតាឬក៏ជាបេសាចទៅវិញទេកុំជ្រួលច្របល់កុំឈប់សម្រុកចូលទៅនោះគ្រាន់តែជាល្បិចបញ្ឆោតរបស់សត្រូវប៉ុណ្ណោះតើនោះជាសត្វចម្លែកស្អីគេហ្នឹងមិនបានជាបក្សីដែកអាចហោះបានទៅវិញកុំភ័យស្លន់ស្លោខ្មាន់ធ្នូទាំងអស់បាញ់ទម្លាក់បក្សីទាំងនោះឲ្យខ្ញុំហា
ត្រៀមខ្លួនទទួលយកលៀបសក្ការៈពីចៅហ្វាយទៅបាញ់ថ្នាំតើនេះជាស្អីនឹងភ្នែកខ្ញុំបើកមិនរួចទេមិនក៏ធំក្លិនប្លែកក្រអូបណាស់នេះមិនមែនជាម្សៅមីទេហើយឈូយានមេឃងឹតហើយដល់ពេលបង្ហាញឲ្យពួកគេឃើញពីមហិទ្ធិឫទ្ធិពិតប្រាកដហើយបើកម៉ាស៊ីនបញ្ចាំងរូបភាពត្រីមៀតបញ្ចេញញៀកមាសនោះមកចាស់នាគរីកពិតជាបានបង្ហាញមហិទ្ធិឫទ្ធិមែនគឺជាស្ដេចនាគពិតមែនមេតបឈូមាននាគរីកតាមថែរក្សាអព្រះម្ចាស់ថ្លៃឲ្យពួកយើងហ៊ានមកវាយប្រហារទីក្រុងដែលមានទេវតាថែរក្សាផងនេះច្បាស់ជាត្រូវរន្ទះបាញ់ស្លាប់មិនខានឡើយមធ្យោបាយរបស់ចៅហ្វាយពិតជាអស្ចារ្យលើសពីការស្មានមែនចៅលីតឥឡូវនេះជូនម្ហូបពិសេសចុងក្រោយបង្អស់ទៅពួកគេទៅបាទបង្កាត់ភ្លើងបាញ់កាំជ្រួចតើនោះជាអ្វីភ្លើងផ្កាយធ្លាក់ពីលើមេឃហើយកុំសម្លាប់អីកុំដាក់ទណ្ឌកម្មលើមេឃអីពួកយើងចុះចាញ់ហើយមេតបឈូលោកយាយទេវតាខ្ញុំផាំងព្រំចុះចាញ់ហើយខ្ញុំនាំបងប្អូន 100000 នាក់មកចុះចូលសុំលោកយាយទេវតាសុំដកមន្តអាគមវិញទៅចៅហ្វាយតប 100000 នាក់ត្រូវបានកំចាត់ដោយមិនបាច់បង្ហូរឈាមមួយដំណក់ឡើយឥឡូវនេះពួកយើងគ្រប់គ្រងបានទាំងស្រុងហើយធ្វើបានល្អណាស់ឈូយានរឿងបន្ទាប់ត្រូវធ្វើមិនទៀតមិនបាច់ឲ្យខ្ញុំបង្រៀនអញទេមែនទេប្រកាសបញ្ជាពីមេតបអ្នកចុះចាញ់មិនសម្លាប់ឡើយគ្រប់គ្នាត្រូវដាក់អាវុធចុះហើយតម្រង់ជួរចូលក្រុងអ្នកដែលចុះចូលក្នុងម្នាក់នឹងទទួលបាននំម៉ាន់ថៅពណ៌ចំនួន4ចានមីក្តៅ1ចាននិងសាច់1ដុំរយៈពេលតែកន្លះឆ្នាំសោះអាចបណ្ដុះបណ្ដាលបានអធិរាជិនីម្នាក់បទពិសោធន៍លេងហ្គេមនេះពិតជាអស្ចារ្យហួសថ្លែងចៅហ្វាយពិភពលោកត្រូវបានសន្តិភាពហើយលោកធ្លាប់និយាយថានៅពេលពិភពលោកមានសន្តិភាពនោះជាពេលដែលលោកយាងមកដល់ខ្ញុំម្ចាស់អត់ទេគឺយើងបានសាងសង់ប្រាសាទតារានិករនៅក្នុងវាំងដើម្បីរងចាំលោកតើពេលណាអ្នកអាចមកបានទីបំផុតអាចទៅបានហើយមែនទេស៊ូយានឲ្យមន្ត្រីទាំងអស់រៀបចំទទួលផងថៅកែខ្ញុំថ្ងៃនេះនឹងទៅដោយផ្ទាល់ដើម្បីពិនិត្យបញ្ជីរបស់អ្នកទាំងអស់គ្នាពិតមែនទេទៅពិភពផ្សេងធ្វើជាអធិរាជជាន់ខ្ពស់យ៉ាងណាក៏ត្រូវយករបស់ប្លែកទៅខ្លះដែរពិភពលោកថ្មីខ្ញុំមកហើយសម័យកាលបានប្ដូរហើយការទូទាត់បញ្ជីធំបានចាប់ផ្ដើមហើយលឿនឡើងក្រាលកម្រាលព្រំក្រហមឲ្យស្រួលបួលបើកឧខុសន្ស័ព្ទទាំងអស់ចាក់ប័ណ្ណសំណាងល្អដើម្បីទទួលថៅកែចុះមកទូបង្គំសូមស្វាគមន៍ការយាងមករបស់ថៅកែសូមស្វាគមន៍ការយាងមករបស់ថៅកែបានហើយបិទបទចម្រៀងឥតប្រយោជន៍នោះទៅថៅកែអាវនាគនេះមិនអាក្រក់ទេសំណាស់ប៉ុន្តែសាច់ក្រណាត់នេះអន់បន្តិចលើកក្រោយខ្ញុំនឹងរកក្រណាត់ការពារគ្រាប់ Kevlar មកធ្វើជាស្រទាប់ខាងក្នុងឲ្យសំឡេងសឹកស៊ីវដោយការភ្ញាក់ផ្អើលសម្រេចលើថៅកែទាំងស្រុងថៅកែអញ្ជើញចូលទៅក្នុងវិមានចៃស៊ីងឈោថ្មឹងធ្វើអីអង្គុយចុះខ្ញុំមកថ្ងៃនេះមិនមែនមកស្ដាប់ពួកឯងបញ្ជូលទេជិតកន្លះឆ្នាំមកនេះ
ខ្ញុំបានវិនិយោគសម្ភារៈអស់ប៉ុន្មានពួកឯងប្រកាសជាដឹងច្បាស់ក្នុងចិត្តឥឡូវនេះពិភពលោកមានសន្តិភាពហើយប្រទេសមហាសាក៏បានបង្រួបបង្រួមហើយដល់ពេលត្រូវទូទាត់បញ្ជីហើយថៅកែរតនផនដ៏មានតម្លៃទាំងអស់នៅក្នុងឃ្លាំងរដ្ឋរបស់ប្រទេសមហាសៀគឺជារបស់លោកទាំងអស់ខ្ញុំបានបញ្ជាឲ្យគេធ្វើបញ្ជីរួចរាល់ហើយបានហើយខ្ញុំគ្មានចំណាប់អារម្មណ៍ទេរបស់បុរាណគំនូមាសប្រាក់និងត្បូងថ្មទាំងនោះទោះបីជាខ្ញុំអាចយកទៅបានមែនប៉ុន្តែខ្ញុំមិនចង់ធ្វើជាអ្នកដឹកជញ្ជូនរាល់ថ្ងៃនោះទេអ្វីដែលខ្ញុំចង់បានគឺផលតបស្នងរយៈពេលវែងសូមថៅកែណែនាំទី1ទិន្នផលកសិកម្មរបស់ប្រទេសមហាសៀនៅពេលអនាគតខ្ញុំសូមដក 30% ហើយត្រូវតែជាអស្តបុរាណលំដាប់កំពូលនិងគ្រឿងទេសពិសេសទី2ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបង្កើតក្រុមរុករកមួយដើម្បីទៅរុករកតំបន់សមុទ្រដែលមិនទាន់ស្គាល់និងព្រៃជ្រៅសម្រាប់ខ្ញុំក្រុមរុករកមែនទេខ្ញុំចង់កសាងកន្លែងនេះឲ្យក្លាយជាឋានសុខលោកីចាស់ថៅកែល្អណាស់ចាប់ពីថ្ងៃស្អែកទៅបើកសាកលវិទ្យាល័យខ្ញុំនឹងធ្វើជាសាកលវិទ្យាធិការដោយផ្ទាល់ថៅកែនេះគឺជាថ្មចម្លែកមួយដុំដែលក្រុមរុករកលួងបានរកឃើញនៅតំបន់ទឹកកកពូលខាងជើងបំផុតរបស់ល្អមែនបានហើយរបស់នេះខ្ញុំទទួលយកហើយខ្ញុំបានចាក់ចេញពីពិភពទំនើបយូរពេកហើយត្រូវត្រឡប់ទៅវិញដើម្បីដោះស្រាយការងារមួយចំនួនថៅកែតើលោកនឹងត្រឡប់មកវិញទេសូមជូនដំណើរថៅកែ